មានបងប្អូនជាច្រើនទន្ទឹងរង់ចាំការចែករំលែករបស់ខ្ញុំហើយខ្ញុំក៏សូមអធិស្ឋានដែរដែលគ្រាឆ្ងាយពីបងប្អូនទាំងអស់ហើយអាចនឹងរកខ្ញុំអត់ឃើញនៅលើ Channel YouTube របស់ខ្ញុំចឹងថ្ងៃនេះខ្ញុំយកឱកាសនេះត្រឡប់មកវិញជាថ្មីម្ដងទៀតជួបជាមួយបងប្អូនហើយអ្វីដែលជាចំណេះជំនាញបទពិសោធន៍ដែលខ្ញុំកសាងមកយើងរាប់ទៅថា40ឆ្នាំជាងហើយបើគិតត្រឹមតែបាក់ដប់មកដល់ឥឡូវ26ឆ្នាំខ្ញុំគិតថាអាចនឹងលំមគ្រប់គ្រាន់បន្តចែករំលែកជូនបងប្អូនបន្ថែមទៀតជុំវិញជំនាញទន់នៅក្នុងវីដេអូបន្តបន្ទាប់ដែលខ្ញុំនឹងចែករំលែកជូនបងប្អូនទាំងអស់គ្នានឹងមានមាតិកាតូចតាក់ទងទៅនឹងជំនាញទន់ខ្ញុំនឹងច្បិចយកជំនាញទន់ក្នុងភាពជាអ្នកធ្វើការជំនាញទន់នៅក្នុងភាពជាម្ចាស់អាជីវកម្មជំនាញទន់នៅក្នុងភាពជាម្ដាយជំនាញទន់នៅក្នុងភាពជាកូនជំនាញទន់នៅក្នុងភាពជាបងស្រីប្អូនស្រីជំនាញទន់នៅក្នុងភាពជាសហការីក្រុមការងារហើយនិងជំនាញទន់នៅក្នុងភាពជាអ្នកដឹកនាំនៅក្នុងស្ថាប័នមួយក៏ដូចជានៅក្នុងសហគមន៍មួយហើយក៏ដូចជាអ្នកដែលមានឥទ្ធិពលនៅក្នុងការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមជាតិបើនិយាយទៅវាអាចនឹងคล้ายទៅជាកូន podcast solo podcast មួយដែលបងប្អូនជួបជាមួយនឹងប៉ែនបុប្ផាជុំវិញជំនាញទន់មានការជជែកពិភាក្សាច្រើនមានការវែងញែកច្រើនអ្វីទៅជាជំនាញទន់ហើយតើជំនាញទន់នឹងវាមានប្រយោជន៍អីជំនាញទន់នឹងវាជួយអីខ្លះដល់យើងតាមពិតរឿងជំនាញទន់មិនមែនរឿងថ្មីទេបងប្អូនគ្រប់គ្នាបានបណ្ដុះជំនាញទន់តាំងពីនៅក្នុងពោះម៉ែពេលដែលយើងចាប់ផ្ដើមកំណើតនៅក្នុងផ្ទៃម្ដាយអារម្មណ៍មនោសញ្ចេតនារបស់ម្ដាយបានคล้ายទៅជាមេរៀនគួរនៅក្នុងផ្ទៃឲ្យអភិវឌ្ឍជំនាញទន់ដោយស្វ័យប្រវត្តិជាធម្មជាតិតែម្ដងចឹងហើយបានជាគេឲ្យស្ត្រីដែលមានផ្ទៃពោះត្រូវតែចាប់អារម្មណ៍មនោសញ្ចេតនាខ្លួនឯងកូននៅក្នុងផ្ទៃដែលមានម្ដាយតែងតែរីករាយតែងតែស្រស់ថ្លាគាត់នឹងចាប់ដើមលូតលាស់នៅក្នុងផ្ទៃម្ដាយនឹងដោយសុខភាពល្អហើយនៅពេលដែលគាត់កើតមកក៏ជាក្មេងដែលមានភាពរស់រាយសប្បាយមានអារម្មណ៍សុភមង្គលតាមនឹងដែរប៉ុន្តែបើសិនជានៅក្នុងផ្ទៃម្ដាយគាត់ពោពេញដោយការព្រួយបារម្ភទុក្ខសោកក្រៀមក្រំភ័យមានរឿងច្រើនយ៉ាងដែលធ្វើឲ្យគាត់តឹងតែងក្នុងអារម្មណ៍ stress ពេលខ្លះគាត់មានអារម្មណ៍ថាពិបាកនៅក្នុងការរស់នៅពេលហ្នឹងកូនក៏លូតលាស់មិនសូវបានល្អហើយនៅពេលដែលត្រូវសម្រាលក៏ម្ដាយពិបាកដែរនេះខ្ញុំគ្រាន់ឧទាហរណ៍ខ្លីពីរឿងជំនាញទន់តើវាកើតដោយរបៀបណាខ្ញុំអាចហ៊ាននិយាយថាជំនាញទន់គឺជាជំនាញធម្មជាតិជំនាញទន់កើតមកដែលឯងហើយយើងអភិវឌ្ឍតាំងពីក្នុងផ្ទៃម្ដាយពេលដែលកើតមកហើយជាទារកជាកុមារជាវ័យជំទង់ជាមនុស្សពេញវ័យរហូតដល់វ័យគេហៅថាវ័យចាស់វ័យជរាវ័យត្រឡប់ទៅវិញបាត់ក៏នៅតែត្រូវការជំនាញទន់ហើយជំនាញទន់អាចអភិវឌ្ឍនាំទៅដល់ភាពរីកចម្រើនជំនាញទន់ក៏អាចទាញយើងថយក្រោយដែរបើសិនជាយើងមិនប្រយ័ត្ននៅក្នុងការជ្រើសរើសជំរើសក្នុងការដែលឲ្យខ្លួនឯងទៅមុខឬក៏ទៅក្រោយចាមកដល់កន្លែងហ្នឹងខ្ញុំជឿថាបងប្អូនទាំងអស់គ្នាដែលស្ដាប់ខ្ញុំដែលមើលវីដេអូខ្ញុំអាចចាប់ផ្ដើមឆ្លោះកញ្ចក់ទឹកខ្លួនឯងបដាថាខ្លួនឯងនៅកន្លែងណាវីដេអូមួយនេះដូចខ្ញុំជម្រាបពីខាងដើមថាត្រឡប់មកសារជាថ្មីជាមួយនឹងការណែនាំពីអ្វីដែលជាផែនការទៅពេលខាងមុខទៀតយើងនឹងទៅចង់ជជែកពីជំនាញទន់ទៅជែកជាមួយនឹង solo podcast របស់អ្នកគ្រូប៉ែនបុប្ផាចង់ទៅជែកពីប្រធានបទផ្សេងៗដែលខ្ញុំលើកពីខាងដើមមិញហ្នឹងយើងមានពេលវេលាជាមួយគ្នាហើយវីដេអូរបស់ខ្ញុំដែលនឹងចែករំលែកបន្តទៅនឹងមានពេលវេលាមិនច្រើនពេកមិនតិចពេកដែលបងប្អូនអាចមើលវីដេអូហើយអាច comment បន្តចង់ឲ្យខ្ញុំចែករំលែកលើប្រធានបទអីក៏អាចទៅចែកពិភាក្សាបានខ្ញុំនឹងជ្រើសរើសឲ្យធ្វើការថតជាវីដេអូបន្តទៀតអាចចែករំលែកជូនបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាស្រឡាញ់ចូលចិត្តប៉ែនបុប្ផាអាចបន្តមើលវីដេអូរបស់ប៉ែនបុប្ផាបន្តទៀតដើម្បីបានជាគំនិតហើយខ្ញុំស្វាគមន៍ចំពោះការផ្ដល់ព័ត៌មានត្រឡប់មតិយោបល់ផ្សេងទៀតដែរចាអញ្ចឹងជារួមនៅក្នុងវីដេអូដែលត្រឡប់ជាថ្មីនេះខ្ញុំនឹងផ្ដោតទៅលើជំនាញទន់សម្រាប់យុវវ័យបន្ថែមទៀតហើយទៀតប៉ុន្តែខ្ញុំក៏មានកម្មវិធីបណ្ដុះបណ្ដាលមួយចំនួនដែរបងប្អូនដែលក្រៅទៅពីជាបុគ្គលខ្លួនឯងខ្ញុំក៏បច្ចុប្បន្នធ្វើការនៅក្រុមហ៊ុនរតិពលហើយយើងនៅរតិពលមានវគ្គបណ្ដុះបណ្ដាល
យើងមានកម្រងច្រើនហើយមួយក្នុងចំណោមហ្នឹងក៏យើងមានកម្មវិធីបានជំនាញយើងមានវគ្គបណ្ដុះបណ្ដាលជំនាញទុនយើងមានវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អាជីវកម្មក្រៅប្រព័ន្ធយើងមានជំនាញ Digital ទីផ្សារ Digital មានជំនាញគ្រប់គ្រងដឹកនាំចាត់ចែងបណ្ដុះផ្នែកគំនិតអាជីវកម្មការអភិវឌ្ឍគំនិតអាជីវកម្មការដឹកនាំគ្រប់គ្រងបុគ្គលិកបច្ចេកទេសនៅក្នុងការបូតពេកក៏ដូចជាសិល្បៈនៅក្នុងការនិយាយជាសាធារណៈអីជាដើមហ្នឹងគឺជាជំនាញទាំង9ដែលយើងមាននៅក្នុងបានជំនាញហ្នឹងហើយជំនាញទុនក៏ខ្ញុំធ្វើការបណ្ដុះបណ្ដាលដោយផ្ទាល់អញ្ចឹងបើបងប្អូនចង់ជួបខ្ញុំផ្ទាល់អាចទៅចូលរួមកម្មវិធីនឹងបានហើយអត់លំបាកទេចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងមួយមកអាចភ្ជាប់ទៅថ្នាលមូលនិធិអភិវឌ្ឍជំនាញអាចចុះឈ្មោះខ្លួនឯងបានហើយខ្ញុំនិយាយទៅអាចបងប្អូនដែលធ្លាប់ឮដឹងច្បាស់តែបងប្អូនមិនធ្លាប់ឮសោះប្រហែលជាថ្មីអញ្ចឹងនៅខាងក្រោមហ្នឹងខ្ញុំនឹងឆ្លៀតតម្លាក់ link តាក់ទងទៅនឹងកម្មវិធីបានជំនាញហ្នឹងបងប្អូនចង់ដឹងព័ត៌មានបន្ថែមក៏អាចតាក់ទងបាននៅពេលក្រោយទៀតដែរណាបងប្អូនណាចាអញ្ចឹងបើចង់ជួបខ្ញុំផ្ទាល់ទៅចូលរួមវគ្គបណ្ដុះបណ្ដាលតែបើចង់ទៅជែកជាមួយខ្ញុំពីចម្ងាយបែបនេះមានវីដេអូបន្តដែលខ្ញុំនឹងចេញជាបន្តទៀតបងប្អូនអាចតាមដានវីដេអូនឹងបានអត់អីទេហើយខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបានបន្តដំណើរមួយនេះជាមួយគ្នាដោយក្តីស្រឡាញ់មួយចំពោះខ្លួនឯងចំពោះក្រុមគ្រួសារចំពោះសង្គមជាតិរបស់យើងចំពោះប្រទេសកម្ពុជាដ៏អស្ចារ្យរបស់យើងថែមទៀតទោះបីជាអ្នកស្ដាប់ខ្ញុំជាអ្នកណាក៏ដោយខ្ញុំជឿថាពេលវេលា5នាទី10នាទី20នាទីដែលបងប្អូននៅជាមួយខ្ញុំតាមរយៈវីដេអូដែលចែកម្លែកនៅក្នុង Channel YouTube របស់ខ្ញុំនឹងក្លាយទៅជាពេលវេលាដ៏មានប្រយោជន៍សម្រាប់ឲ្យបងប្អូនយ៉ាងហោចក្នុងចំណោម10ចំណុចបងប្អូនបានតែមួយចំណុចក៏យកទៅប្រើអាចនឹងជួយឲ្យខ្លួនឯងកាន់តែសប្បាយចិត្តមានមោទនភាពជាមួយខ្លួនឯងឲ្យខ្លួនឯងក្នុងនាមជាបុគ្គលិកកាន់តែមានកម្លាំងចិត្តក្នុងការបំពេញការងារឲ្យខ្លួនឯងក្នុងនាមជាអ្នកគ្រប់គ្រងកាន់តែសប្បាយចិត្តក្នុងភាពជាអ្នកដឹកនាំឲ្យអាជីវកម្មរបស់យើងដែលកំពុងតែបង្កើតហ្នឹងកាន់តែរីកចម្រើនទៅមុខកាន់តែមានភាពច្បាស់លាស់គោលដៅបរិយាថែមទៀតឬក៏បែបណាហ្នឹងកាន់តែល្អប្រសើរទៅមុខទៀតចាអញ្ចឹងដូចខ្ញុំជំរាបចឹងវីដេអូនេះជាវីដេអូត្រឡប់មកវិញហើយនៅវីដេអូក្រោយៗខ្ញុំនឹងចែករំលែកនៅប្រធានបទជាក់លាក់ហើយកុំភ្លេចបងប្អូនអាច comment ថាចង់ទៅជែកពីអីអាចទៅជែកគ្នាបានណាបងប្អូនណាអញ្ចឹងសម្រាប់វីដេអូត្រឡប់មកវិញប៉ុណ្ណឹងសិនចុះចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណ